សួស្តីអ្នកនរគ្នាជួបខ្ញុំនៅមេថ្ងៃមកសម្រាប់រឿងសូមប្រាក់មកខ្ញុំវិញមកភាគទី19តពីវគ្គមុនបន្តពីអ្នកបម្រើថ្មីរបស់ Selena បង្ហាញតុក្កតារួចហើយសួរថាតើតុក្កតានេះបានមកពីណាធ្វើឲ្យ Selena គាត់ស្រែកជាខ្លាំងរួចហើយទាមទារតុក្កតារបស់នាងមកវិញហើយអ្នកបម្រើចូលថ្មីនឹងគាត់និយាយថានាងនឹងបោះចោលតុក្កតានឹងរួចហើយយកតុក្កតាដែលស្អាតជាងនេះឲ្យនាងធ្វើឲ្យនាងយំពេញនឹងតែម្ដងក្នុងនាមជាទារកអញ្ចឹងខ្ញុំគ្មានអ្វីផ្សេងទេក្រៅពីយកស្រូបជាមួយនាងនោះការងារដែលខ្ញុំប្រឹងប្រែងធ្វើអស់រយៈពេល1សប្តាហ៍ឥឡូវត្រូវបានបោះចោលហើយនេះគឺជារបៀបដែលទារកបានបញ្ចេញកំហឹងថាខ្ញុំគួរយកបន្ថែមទៀតទេហើយម្ចាស់សក់ពលលឿងបានលក់មកលួងលោមថាបានហើយនេះគឺជាតុក្កតារបស់អ្នកនាងលួចហើយសូមកុំជុំទៀតអីនេះគឺជាវីរ៉ានាងគឺជាអ្នកបម្រើថ្មីដែលស្នាក់នៅក្នុងបន្ទប់របស់ខ្ញុំអ្នកបម្រើសួរលីណាថាតើខ្លួនអាចពោនាងបានទេនាងមិនដូចអ្នកបម្រើពីមុនទេនាងមានចិត្តល្អនិងសុភាពរាបសារវាក៏ជាកំណត់របស់វីរ៉ាផងដែរក្នុងការធ្វើឲ្យក្បាលមុំរបស់ខ្ញុំជួបនឹងករបស់ខ្ញុំនាងប្រហែលជាមានកំណត់ដូចគ្នាអំពីក្បាលមុំនោះផងដែរបើមើលតាមទឹកមុខដែលនាងបានបញ្ចេញមកបន្ទាប់ពីបានឃើញវាភ្លាមនោះវីរ៉ាបានសួរថាហេតុអ្វីបានជាអ្នកនាងយំព្រោះតែខ្ញុំបានយកតុក្កតារបស់អ្នកនាងទៅឆ្ងាយមែនទេវាមានអារម្មណ៍ថាចម្លើយពេលនាងបានពោខ្ញុំមិនដែលមានអារម្មណ៍កក់ក្ដៅពីអ្នកដទៃក្នុងជីវិតមុនរបស់ខ្ញុំទេមានភាពស្និទ្ធស្នាលជាមួយនឹងអ្នកណាម្នាក់ហើយការមានអាណាព្យាបាលគឺជារឿងចម្លែកនិងថ្មីសម្រាប់ខ្ញុំស្អប់មនុស្សហើយការស្និទ្ធស្នាលជាមួយនឹងអ្នកណាម្នាក់គឺគ្មានប្រយោជន៍សម្រាប់ខ្ញុំទំនាក់ទំនងគ្រាន់តែធ្វើឲ្យអ្នកចុះខ្សោយទៅទោះយ៉ាងណាក៏ដោយខ្ញុំមិនមានអារម្មណ៍ថាចង់បដិសេធនាងទេអ្នកនាងមានពំនោសុខក្នុងការសង្កេតមើលលើអ្វីដូចជាក្បាលមុំតើវាដោយសារតែអ្នកនាងឯកាមែនទេធ្វើឲ្យលីណានឹងកេះជាខ្លាំងរួចហើយឆ្ងល់ថាវីឡានឹងកំពុងតែនិយាយអំពីអ្វីកុំបារម្ភអ្នកគ្រប់គ្នានឹងថាអ្នកនាងគួរឲ្យស្រឡាញ់ប៉ុណ្ណាទេខ្ញុំមិនចង់ឲ្យអ្នកណាដឹងទេតើពួកយើងគួរតែដើរលេងទេអ្នកនាងដើរលេងពិតជាអស្ចារ្យណាស់ទីបំផុតខ្ញុំអាចរកកន្លែងដើម្បីដុតវាចោលហើយនាងខ្ញុំប៉ុន្តែមើលទៅដូចជានាងសោកសៅក្នុងហេតុផលខ្លះមិនអីទេអ្នកនាងតោះយើងទៅដើរលេងយើងគួរទៅទីណាទៅណលីណាប្រាប់នៅក្នុងចតឋានទៅចិត្តល្អទៅខ្ញុំសូមយើងកាន់នៅក្រៅឃើញមែកឈើជាឆឹងជាឆៃរួចហើយយើងបានឃើញតុកបង្អែមមើលទៅតំណងឆ្ងាញ់ហើយយើងក៏បានឃើញលីណានឹងរួចហើយបានឮសំឡេងមួយថាកូនក្មេងយើងក៏បានឃើញកូនឆារុនក៏នៅទីនេះផងដែររួចហើយគេសួរថាហេតុអ្វីបានជាកូនក្មេងនៅទីនេះហេតុអ្វីបានជាមានភាពរំខាននៅទីនេះហើយយើងក៏បានឃើញដៃរបស់បុរសម្នាក់នោះផងដែរលោកអុកញ៉ាបាននិយាយថាកូនក្មេងដែលខ្វះសុជីវធម៌តើខ្ញុំទទួលបានអ្វីពីខ្លួនឯងហេតុអ្វីបានជាគេវិនិច្ឆ័យសុជីវធម៌របស់ខ្ញុំនៅពេលនេះព្រោះតែបុរសម្នាក់នេះនៅទីនេះដោយកម្មវិធីតែនេះទាំងឈុតតុកតែនិងពេងគឺមកពី RTC អ្នកត្រូវកត់ទុកយ៉ាងហោចណាស់កន្លះឆ្នាំជាមុនសិនដើម្បីទទួលបានវាខ្ញុំបានធ្វើការកត់ទុកក្នុងជីវិតមុនរបស់ខ្ញុំប៉ុន្តែខ្ញុំបានស្លាប់មុនពេលដែលខ្ញុំអាចទទួលបានវាតើខ្ញុំបានរស់នៅឥឡូវនេះវាជាវេនរបស់ខ្ញុំដើម្បីទទួលបានវាភ្លាមនោះមានសម្លេងកាហាមមួយបានបន្លឺឡើងដោយហើយលោកអញ្ញាបានឲ្យលីណាទៅរកខ្លួនប៉ុន្តែលីណាបែរជាវាចេញទៅវិញបើលឿនសលេងរំខានសម្រាប់ភេកោផងព្រោះបងខ្ញុំក៏ចាក់បាសលីណាក៏ថាតើខ្ញុំគួរតែលាក់តុក្កតានេះនៅឯណាទៅល្អដេឆាខ្លោបានទទួលបទពិសោធន៍ជាច្រើនក្នុងអំឡុងពេលនៃជីវិតរបស់គាត់ប្រហែលជាមិនដឹងទេថានេះតើទៅនឹងវេទមន្តងងឹតភ្លាមទេប៉ុន្តែគាត់អាចកត់សម្គាល់ថាវាមិនមែនជារឿងធម្មតានោះទេខ្ញុំរីករាយដែលវាមិនមែនជាឆារុនខ្លោនោះទេគាត់ឆាប់ស្គាល់សម្គាល់អ្វីដែលពិបាកនឹងសន្និដ្ឋានតោះមើលតើខ្ញុំគួរតែទុកវានៅភ្លាមនោះលោកអញ្ញាបានក្រហមរួចហើយព្យាយាមហៅឈ្មោះលីណានៅពេលនេះខ្ញុំគួរតែលាក់វានៅក្នុងគុម្ពព្រៃនេះលោកអញ្ញាបានហៅលីណាទាំងផ្អែមល្ហែមថាសេលីណាមកទីនេះមកលីណាបានមើលមុខលោកអញ្ញារួចហើយនាងមិនខ្វល់នាងក៏បានរៀមរមៀលពី3ត្រឡប់ដើម្បីរត់គេចប៉ុន្តែនាងបែរជារមៀលចំនៅពីមុខកូនរបស់ឆារុនវិញខ្ញុំមកផ្លេចឈ្មោះកូនរបស់ឆារុនមកទៅរួចហើយកូនរបស់ឆារុនបានចាប់លីណាជប់រួចហើយសួរទៅលោកអញ្ញាថាតើកូនក្មេងនេះឈ្មោះសេលីណាមែនទេត្រូវហើយកៃសានឈ្មោះរបស់នាងគឺសេលីណាដូច្នេះឯងគឺជាសេលីណាខ្ញុំមិនត្រូវពាក់ព័ន្ធជាមួយនឹងគាត់ទេយ៉ាងណាក៏ដោយដោយសារតែខ្ញុំត្រូវត្រឡប់ទៅស៊ីឡូភាវិញហើយខ្ញុំក៏លែងជាគ្រួសារជាមួយនឹងពួកគេទៀតដែរខ្ញុំត្រូវតែធ្វើឲ្យប្រកាសថាខ្ញុំមិនត្រូវតបភ្ជាប់ជាមួយនឹងពួកគេទេដាវនិងវេទមន្តមិនអាចលាយបញ្ចូលនឹងគ្នាបានទេដូចជាទឹកនិងប្រេងអញ្ចឹងដូច្នេះវាជាការល្អដែលយើងមិនត្រូវចូលចិត្តគ្នាទៅវិញទៅមកសេលីណាយើងមានភ្នែកពណ៌ប្រាក់ដូចគ្នាដែរឈប់ហៅឈ្មោះរបស់ខ្ញុំទៀតទៅខ្ញុំមិនចង់ឮទេហើយឯងក៏និយាយខុសដែរលោកតាតើសេលីណាជាប្អូនស្រីរបស់ខ្ញុំមែនទេហើយលោកអញ្ញាគេបន្តិចលីណាគិតថាជាការប៉ັດណាស់វាមិនដូចជាខ្ញុំកំពុងតែរងចាំចម្លើយនោះទេសេលីណាតើមានរឿងអ្វីខុសជាមួយឯងឬតើពេលណាតើដែលខ្ញុំអាចដុតរបស់នោះហើយយកវាទៅឲ្យឆ្ងាយ